ប្រវត្តិសាស្ត្ររបស់សិល្បៈកម្ពុជាបានលាតសន្ធឹងមកពីសម័យបុរាណយូរឆ្នាំមកហើយប៉ុន្តែរយៈពេលដែលសិល្បៈផ្នែកល្បីបំផុតនៅសម័យអាណាចក្រខ្មែរជាពិសេសនៅតំបន់អង្គរវត្តបន្ទាប់ពីការរស់នៃអាណាចក្រទីកន្លែងទាំងនោះនិងទីតាំងផ្សេងៗទៀតត្រូវបានបោះបង់ចោលហើយទបជំវិញដោយព្រៃពេញដោយធម្មជាតិដោយសារតែហេតុនេះការចម្លាក់ថ្មនិងស្ថាបកម្មពីសម័យនោះអាចរាវរៀនមានជីវិតដល់សព្វថ្ងៃសិល្បៈនិងសិប្បកម្មប្រពៃណីរបស់កម្ពុជារួមមានការត្បាញខោអាវការត្បាញគ្មានក្រណាត់ការធ្វើគ្រឿងប្រាក់ការចម្លាក់ថ្មការប្រើខ្លែងរាវការធ្វើសេរ៉ាមិចគំនូរចម្ចាស់វត្ថុនិងការធ្វើខ្សែខ្លែងប៉ុន្តែយុគសម័យដ៏ស្រស់ស្អាតនោះត្រូវបានបញ្ចប់ដោយបរិមម្នាក់ក្នុងអំឡុងសម័យកាលខ្មែរក្រហមដឹកនាំដោយលោកប៉ុល ពតមនុស្សជាង3លាននាក់បានស្លាប់របបនេះបានសម្លាប់អ្នកប្រាជ្ញជាច្រើនហើយបានបំផ្លាញសិល្បករខ្មែរដល់ទៅ 90% ស្ថានភាពដ៏ខ្ទេចខ្តាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារសិល្បៈកម្ពុជាព្រោះវប្បធម៌សិល្បៈដ៏សម្បូរបែបរបស់ប្រទេសខ្មែរត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅទីសតវត្សទី1970ដោយរបបខ្មែរក្រហមដ៏សាហាវដើម្បីជួយឲ្យប្រជាជនកម្ពុជាអាចស្វែងរកវិស័យសិល្បៈក្នុងស្រុកដែលបានបាត់បង់និងបើកចូលសម័យរុងរឿងឡើងវិញរដ្ឋាភិបាលបានដាក់ជារបៀបវិរៈមួយនៅឆ្នាំ2015ក្រសួងអប់រំយុវជននិងកីឡាមួយបានស្នើនៅមុខវិជ្ជាសិក្សាថ្មីជាសកលដែលបានកំណត់ឲ្យសិល្បៈក្លាយជាមុខវិជ្ជាឯករាជ្យដែលកំណត់ឲ្យមានម៉ោងសិក្សាសិល្បៈ1ម៉ោងក្នុងមួយសប្តាហ៍សម្រាប់សិស្សថ្នាក់ទី1ដល់ថ្នាក់ទី9ទោះជាយ៉ាងណាក៏ដោយការអនុវត្តកម្មវិធីសិក្សាថ្មីនេះបានប្រឈមមុខនឹងបញ្ហាច្រើនរួមទាំងការខ្វះគ្រូបង្រៀនសិល្បៈដែលមានជំនាញគ្រប់គ្រាន់និងការពន្យាពេលក្នុងការអភិវឌ្ឍសៀវភៅបង្រៀនសិល្បៈដែលគេរំពឹងថានឹងរួចរាល់ដែលបាននៅឆ្នាំ2021ដូច្នេះហើយការដាក់បញ្ចូលសិល្បៈក្នុងកម្មវិធីសិក្សានៅសាលារដ្ឋក៏មានយឺតយ៉ាវនិងមិនស្មើគ្នានៅគ្រប់ទីកន្លែងជាការថ្លែងអំណរគុណដែលសារខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើនការអប់រំសិល្បៈបានក្លាយជាអ្វីមួយដែលកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជាកម្មវិធីសិក្សាសិល្បៈសម្រាប់សាលាបឋមសិក្សានៅក្នុងកម្ពុជាគឺខុសគ្នាដោយផ្នែកលើគ្រឹះស្ថាននីមួយៗដោយសាលាច្រើនបានបញ្ចូលប្រព័ន្ធសិក្សាអន្តរជាតិដើម្បីបង្កើនគុណភាពកម្មវិធីរបស់ពួកគេសាលាអន្តរជាតិ SCIA បានបញ្ចេញកម្មវិធីសិក្សាសាលាបឋមរបស់សហបុរីបានរួមមានកម្មវិធីសិល្បៈមានគោលបំណងអភិវឌ្ឍសមត្ថភាពសិស្សក្នុងការយល់ដឹងអំពីសិល្បៈដំណឹងថាខ្លួនឯងមានអារម្មណ៍យ៉ាងដូចម្តេចការច្នៃប្រឌិតនិងការសមត្ថភាពក្នុងការបញ្ជាក់មតិយោបល់របស់ខ្លួនតាមរយៈជំនាញសិល្បៈផ្សេងៗសាលា Westfield Cambodia International School ផ្ដោតលើជំនាញដូចជាការដោះស្រាយបញ្ហាការបង្ហាញខ្លួននិងការស្គាល់សិល្បៈបច្ចុប្បន្ននេះសាលានេះផ្ដល់ជម្រើសសម្រាប់មុខវិជ្ជាតន្ត្រីក្នុងម៉ោងសិក្សាប្រចាំថ្ងៃខណៈដែលសិល្បៈទស្សនៈត្រូវបានផ្ដល់ក្នុងសកម្មភាពក្រៅម៉ោងសិក្សាAnira International School ប្រើប្រមូលដ្ឋានបណ្ដាញវិទ្យាជីវៈ Cambridge សម្រាប់កម្រិតបឋមនិងបឋមពាក្យលើបណ្ដាញនេះរួមបញ្ចូលមុខវិជ្ជាសិល្បៈអនឡាញដើម្បីឲ្យសិស្សអាចបង្ហាញនិងអភិវឌ្ឍសិល្បៈភាពរបស់ពួកគេចោលក្រោយចន្លោះថ្នាក់រៀនបែបប្រពៃណីឯសាលា Maxwell International Academy ផ្ដល់កម្មវិធី3ភាសាដើម្បីបញ្ចូលគ្នារវាងបណ្ដាញវិជ្ជាជីវៈជាតិអង់គ្លេសបណ្ដាញភាសាជាតិខ្មែរនិងកម្មវិធីភាសាចិនទៅកម្មវិធីសិក្សាឆ្នាំបឋមរបស់ពួកគេរួមបញ្ចូលវិជ្ជាសិល្បៈនិងតន្ត្រីផងដែរដើម្បីផ្ដល់ការអប់រំរំពេញលេងក្នុងការអភិវឌ្ឍសិទ្ធិច្នៃប្រឌិតនិងសុខភាពរបស់សិស្សកុសលសាលាទាំងនេះសុទ្ធតែជាសាលាអន្តរជាតិក្រសួងអប់រំយុវជននិងកីឡា MOS បានបង្កើតមុខវិជ្ជាសិល្បៈហើយប៉ុន្តែវាខ្វះសាលាផ្លូវការដែលអវត្តនៅការផ្លាស់ប្ដូរនេះនៅក្នុងកម្មវិធីសិក្សាដើមហើយពួកយើងបានស្គាល់មូលហេតុមួយដែលធ្វើឲ្យសាលាផ្លូវការមិនអាចដាក់ចូលកម្មវិធីសិល្បៈដោយសាលាអន្តរជាតិបានគឺដោយសារការខ្វះគ្រូបង្រៀនដែលមានជំនាញក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជាយើងមានសិល្បករដែលគ្មានឈ្មោះដំណាក់កាលដ៏ល្អហើយអ្វីពួកគេមិនប្រើប្រាស់ទេពកោសល្យរបស់ពួកគេទៅបង្រៀនសាលាផ្លូវការទេមានជនជាតិខ្មែរច្រើនដែលស្រឡាញ់និងមានចំណារអារម្មណ៍លើសិល្បៈប៉ុន្តែដោយសារចំណុចចិត្តផ្នែកក្នុងនិងសាសនាសង្គមពួកគេចាញ់ចិត្តមិនអាចបញ្ចេញនូវសមត្ថភាពរបស់ពួកគេបានការខ្វះគ្រូសិល្បៈនាំឲ្យកម្មវិធីសិក្សាសិល្បៈមានកំណត់ឬគ្មានសោះហើយនាំឲ្យមិនមានការអប់រំគ្រប់គ្រាន់ក្នុងសិល្បៈ
សិល្បៈអាចឲ្យអ្នកបង្កើតនិងអ្នកទស្សនាបង្ហាញនូវអារម្មណ៍ដ៏ស្មុគស្មាញវាអាចបង្កើតអារម្មណ៍នៃសេចក្តីសប្បាយសុខទុក្ខឬក៏កំហឹងផងដែរវាអាចបង្កើតចំហចិត្តច្នៃប្រឌិតដូចជាការអានសៀវភៅនិងមើលភាពយន្តល្អៗមិនត្រឹមតែប៉ុណ្ណោះសិល្បៈអាចជួយឲ្យសុខភាពរួមទាំងផ្លូវកាយនិងផ្លូវចិត្តកាន់តែល្អឡើងហើយអាចប្រើសិល្បៈដើម្បីបង្ហាឬព្យាបាលជំងឺផ្លូវកាយនិងផ្លូវចិត្តលើពីនេះទៀតសិល្បៈគឺជាវេទិកាដើម្បីចែករំលែកនិងផ្សព្វផ្សាយវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរដោយសារប្រយោជន៍ទាំងនេះវាមានសារៈសំខាន់ណាស់ក្នុងការដាក់កម្មវិធីសិក្សាសិល្បៈបន្ថែមនៅក្នុងសាលាខ្មែរផ្លូវការក្នុងប្រទេសកម្ពុជាហើយនេះហើយយើងសូមអញ្ជើញអ្នកដែលជ្រើសរើសជាជីវិតសិល្បៈឬសិស្សជំនាញសិល្បៈចូលរួមជាមួយគ្នាដើម្បីជួយសាលាផ្លូវការដែលទៅខ្វាក់គ្រូវិស័យសិល្បៈវានឹងជួយឲ្យសិស្សមានឱកាសសិក្សាសិល្បៈរួមទាំងសិល្បៈប្រពៃណីខ្មែរវានឹងជាគន្លងល្អសម្រាប់អ្នកដែលចង់ធ្វើជាគ្រូបង្រៀនសិល្បៈនិងជាជំនាញអាជីពផងដែរសិល្បៈមិនមែនគ្រាន់តែជារូបភាពស្អាតទេវាជាភាសាទស្សនៈយើងអាចប្រើប្រាស់ដើម្បីរចនានិងខ្ជាប់ពិភពលោកវាជាភាសាទស្សនៈដែលមនុស្សគ្រប់គ្រាន់អាចយល់បានអំណាចនៃភាសាទស្សនៈនេះអាចបង្ហាញអារម្មណ៍និងគំនិតស្មុគស្មាញដែលពាក្យមិនអាចឲ្យសម្ដីបានដូចសេចក្ដីការរូបភាពមួយអាចប្រាប់បានជាងពាក្យពាន់ការរចនាគឺជាភាសាទស្សនៈដែលអនុវត្តទៅក្នុងគោលបំណងជាក់លាក់វាជាប្រភេទដែលមានលក្ខណៈបំពេញមុខងារសេចក្តីបង្កើតទាំងអស់ដែលយើងប្រើប្រាស់ក៏បានរចនាដោយអ្នកជំនាញផងដែរដូចជាពាក្យអាហារដែលយើងញ៉ាំដោយឧបករណ៍របស់យើងក្រែរបស់យើងទៅកន្លែងដែលយើងចូលចិត្តនិងការរចនាកម្មវិធីសម្លៀកបំពាក់ដែលយើងពាក់ទៅប្រព័ន្ធព័ត៌មានរបស់យើងហើយសៀវភៅសំណប់ភាពយន្តនិងហ្គេមដែលយើងលេងសិល្បៈជួយឲ្យយើងមើលធ្វើអារម្មណ៍សិក្សាភ្ជាប់និងរស់នៅបានកាន់តែប្រសើរហើយដើម្បីពង្រឹងផលប៉ះពាល់នេះយើងត្រូវការគ្រូបង្រៀនដើម្បីបង្រៀនសិល្បៈដែលចង់ស្គាល់សិល្បៈយើងជឿថាភាពច្នៃប្រឌិតគឺជាចំណុចសំខាន់សម្រាប់វិញ្ញាណមនុស្សយើងជឿថាបើមានគ្រូបង្រៀនជំនាញសិល្បៈនៅកម្ពុជានោះឱកាសក្នុងការអភិវឌ្ឍវិស័យសិល្បៈនិងការឡើងព្រោះសិល្បៈគឺសំខាន់សម្រាប់មនុស្សជាទូទៅដើម្បីធ្វើបានដូច្នេះយើងត្រូវការជំនួយពីអ្នកសូមជួយអ្នកដែលស្រឡាញ់សិល្បៈនិងអ្នកដែលសិក្សាសិល្បៈនៅកម្ពុជាដើម្បីអនុវត្តកម្មវិធីសិក្សាសិល្បៈខ្មែរនេះឲ្យកម្ពុជាក្លាយជាប្រទេសដែលអាចបង្ហាញនិងចែករំលែកសិល្បៈដូចសម័យអង្គរវត្តម្ដងទៀត